ហើយទៅពេលបន់ចូលឆ្នាំប្រពៃណីខ្មែរម្ដងតែងតែរៀបចំផ្ទះរវល់មួយថ្ងៃតែម្ដងបងប្អូនអរគ្នាសម្រាប់ផ្ទះខ្ញុំឆ្នាំនេះគឺយើងរៀបចំដាក់ទទួលទេវតាឆ្នាំថ្មីហើយទិញប៉ាយទិញអីយកមកដាក់ដូចសពរដងចឹងបងប្អូនតែដោយសារតែឆ្នាំនេះនៅខាងប៉ោយប៉ែតគេអត់មានឲ្យលេងទឹកអីទេបងប្អូនអរគ្នាដោយសារតែយើងមានបញ្ហាព្រំដែនជាមួយនឹងប្រទេសថៃអញ្ចឹងណាបងប្អូនអញ្ចឹងយើងមានតែរៀបចំនៅតាមផ្ទះរៀងខ្លួនតិចតួចនឹងឯងអញ្ចឹងមាននៅតាមវត្តអីគេមានលេងល្បែងប្រជាប្រិយលេងអីដែរបងប្អូនអរគ្នាគ្រាន់តែថាឆ្នាំនេះវាដូចឆ្នាំរដងឆ្នាំមុនគេតែងតែមានលេងទឹកលេងមកប៉ាតម្សៅអីអញ្ចឹងណាបងប្អូនចាមនុស្សអ៊ូអរច្រើនមែនទែននៅខាងប៉ោយប៉ែតដល់ប៉ុន្តែដោយសារតែឆ្នាំនេះមានបញ្ហាអញ្ចឹងក៏ខាងរដ្ឋបាលគេអត់ឲ្យយើងលេងទេយើងឲ្យតារៀបចំនៅតាមផ្ទះរៀងខ្លួនតែប៉ុណ្្នឹងឯងហើយថ្ងៃហ្នឹងខ្ញុំមកពីផ្សារពេលល្ងាចដើម្បីត្រៀមទទួលទេវតាឆ្នាំថ្មីដែលគាត់ចុះមកនៅថ្ងៃទី14ប្រហែលម៉ោង10ជាងណាបងប្អូនអញ្ចឹងខ្ញុំមកទិញពេលល្ងាចទៅហើយឆ្នាំហ្នឹងគឺផ្កាហើយផ្លែឈើអីក៏ឡើងថ្លៃគ្រប់ទៅមុខបងប្អូនអរគ្នាហើយផ្កាអីខ្ញុំមានអារម្មណ៍ថាទៅទិញគឺអត់សូវល្អទេបងប្អូនហើយដូចវារិចដូចក្រិនអញ្ចឹងតែមិនដឹងធ្វើម៉េចទេដែលចេះតែទិញយកទៅដាក់សែនរៀបចំថ្វាយទៅណាមួយរបស់របរវាដូចឡើងថ្លៃដែរយើងទៅទិញតែបន្តិចបន្តួចនឹងអស់លុយច្រើនមែនទែនបងប្អូនអរគ្នាហើយមនុស្សគឺមកទិញច្រើនណាស់ដើម្បីជាទំនៀមទម្លាប់ដូចថារៀបចំសែនទេវតាទទួលឆ្នាំថ្មីរៀងខ្លួនអញ្ចឹងបងប្អូនអរគ្នានេះខ្ញុំមកពីផ្សារឲ្យទិញបានមកច្រើនដែរបងប្អូនដើម្បីយើងទុករៀបចំសែនទេវតាយើងនឹងឯងហើយឆ្នាំនេះទេវតាយើងសោយលោហិតបងប្អូនចាប៉ុន្តែខ្ញុំបានទិញអីដាក់ទេយើងដាក់តែផ្លែឈើមានទឹកក្រូចហើយមានពោតសណ្តែកអីហើយនឹងបរិយស្លាមលូតែប៉ុណ្្នឹងឯងបងប្អូនអរគ្នាចាហើយយើងមានជាមួយដោតអាតុងដែលខ្មែរយើងអត់ដែលផ្លេចទេបងប្អូនចានេះគេហៅតងទេវតាមិនទេបងប្អូនអរគ្នានេះហើយបន្ទាប់ពីខ្ញុំរៀបចំហើយនឹងកូនពៅរបស់ខ្ញុំហ្នឹងគាត់ថ្វាយគាត់សុភះទេវតាមកបងប្អូនអរគ្នាដើរទៅសែនកន្លែងណាក៏ទៅតាមខ្ញុំកន្លែងហ្នឹងនិយាយទៅក្នុងមួយឆ្នាំយើងមានតែម្ដងជួបជុំបងប្អូនហើយដល់មួយបងប្អូនខ្ញុំមានតែ2នាក់ទេអញ្ចឹងខ្ញុំរៀបចំសែននៅផ្ទះម៉ាក់ខ្ញុំហ្នឹងហើយគឺយើងជួបជុំគ្នាញ៉ាំបាយញ៉ាំអីជុំគ្នាអញ្ចឹងទៅបងប្អូនតែដោយសារតែឆ្នាំនេះយើងបានលេងទឹកអញ្ចឹងក៏នាំគ្នាដេកលេងអញ្ចឹងទៅបន្ទាប់ពីយើងរៀបចំសែនទទួលទេវតារួចរាល់ហើយអញ្ចឹងណាបងប្អូនចាអានេះដល់ម៉ោងទេវតាចុះឲ្យបងប្អូនទាំងអស់គ្នាចាប្រហែលជាម៉ោង48នាទីអញ្ចឹងយើងនាំគ្នាអុជធូបដើម្បីទទួលទេវតាឆ្នាំថ្មីសូមសិរីសួស្តីឲ្យឆ្នាំថ្មីជួបតែរឿងល្អសំណាងល្អសុខភាពល្អហេងទៅណាមកណាជួបតែសុខសុវត្ថិភាពគ្រប់គ្នាអញ្ចឹងណាបងប្អូនតាមអ្វីដែលយើងប៉ងប្រាថ្នាអញ្ចឹងទៅហើយទេវតាឆ្នាំនេះចុះខ្ទង់ម៉ោង10ជាងបងប្អូនអរគ្នាចាបន្ទាប់ពីយើងរៀបចំឲ្យធូបសែនរៀបចំផ្ទះបានស្អាតស្បាតហើយយើងរៀបចំទទួលទេវតាហើយក៏យើងបន់ស្រន់ទៅតាមអ្វីដែលយើងចង់បានអញ្ចឹងទៅហើយបន្តមកទៀតខ្ញុំតែងតែរៀបចំអាឡើងគេដាក់ចងខ្សែនៅមុខផ្ទះហ្នឹងបងប្អូនទោះតែឆ្នាំនេះយើងអត់បានលេងទឹកមែនប៉ុន្តែមួយឆ្នាំមានម្ដងចេះតែចងមើលទៅឲ្យឃើញមុខផ្ទះស្អាតណារាល់ឆ្នាំខ្ញុំទិញជាមួយនឹងអាផ្កាយបងប្អូនអាឡើងខ្មែរយើងចូលចិត្តដាក់ផ្កាយមុខផ្ទះបងប្អូនអរគ្នាហើយខ្ញុំអត់បានទិញដាក់ទេឆ្នាំនេះដោយសារតាគេអត់លេងទឹកផងហើយណាមួយខ្សែខ្ញុំចងនេះគឺខ្ញុំសល់ឆ្នាំចាស់បងប្អូនអញ្ចឹងចេះតែយកមកចងដើម្បីមុខផ្ទះហើយក្នុងឆ្នាំថ្មីនេះជូនពរបងប្អូនទាំងអស់គ្នាជួបតែសំណាងល្អសម្រាប់បំណងប្រាថ្នាគ្រប់គ្នាអរគុណច្រើន